សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបធ្វើ Binance P2P ដែលមានន័យថាយើងទិញកាក់ USDT នៅក្នុង app Binance តាមរយៈការវេរលុយពីធនាគារនៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងសម្រាប់វីដេអូនេះដែរគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាដោយប្រើប្រាស់ app AC ដែរតែបើសិនជាអ្នកទាំងអស់គ្នាមានធនាគារផ្សេងអាចប្រើធនាគារផ្សេងបានដូចគ្នាអត់ជាបញ្ហាអីទេអូខេហើយបើសិនជាអ្នកទាំងអស់គ្នាអត់មានគណនី Binance ទេអាចធ្វើការបង្កើតបានតាមរយៈ link ក្នុង description របស់ខ្ញុំខាងក្រោមអញ្ចឹងនៅពេលអ្នកទាំងអស់គ្នាមាន Binance ហើយយើងចង់បានកាក់ USDT នេះអាកាក់មួយនេះអញ្ចឹងគឺអ្នកទាំងអស់គ្នាត្រូវទិញវាហើយជំរើសទិញនៅក្នុង Binance មានច្រើនណាស់ប៉ុន្តែខ្ញុំ recommend ឲ្យទិញតាម Binance P2P ដោយសារវាកាត់សេវាតិចយេបអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នា account ខ្លះគឺយើងមាន P2P នៅកន្លែងនេះយកតែម្ដងតែបើសិនជាអត់មានដូចខ្ញុំគឺអ្នកទាំងអស់គ្នាត្រូវចុចលើប៊ូតុង search ខាងលើបន្តមកទៀតគឺយើងត្រូវ search ពាក្យ P2P អូខេអញ្ចឹងគឺយើងត្រូវចុចកន្លែងនេះ bank transfer នេះចុចលើហ្នឹងមកអញ្ចឹងកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នានឹងឃើញជាទម្រង់បែបហ្នឹងហើយអញ្ចឹងគឺគេមានអ្នកលក់ច្រើនណាស់នៅក្នុងហ្នឹងតាមរយៈការ pay លុយ ABA Wing True Money AC ដែរតាមអ្នកលក់នីមួយៗអញ្ចឹងទៅអូខេអញ្ចឹងចំពោះកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នាអាចទិញបានចាប់ពី$10ឡើងទៅអញ្ចឹងដើម្បីរកអ្នកលក់ណាដែលគាត់លក់ចាប់ពី$10ឡើងទៅគឺអ្នកទាំងអស់គ្នាត្រូវចុចលើពាក្យ amount ហើយបន្តមកគឺយើងត្រូវទៅ select 10ហើយយើងចុច confirm អញ្ចឹងគឺនឹងមាននេះគឺគាត់លក់ចាប់ពី$10ដល់$325អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាទិញតិចគេអាចនឹងកាត់សេវាយើងច្រើនភាគរយប៉ុន្តែបើយើងទិញ$10ឧទាហរណ៍គាត់អាចនឹងកាត់សេវាខ្ញុំនេះខ្ទង់10សេនជាងហ្នឹងហើយ13សេនតែបើសិនជាយើងទិញច្រើនអាហ្នឹងក៏យើងអត់សូវខាតសេវាមកដែរឧទាហរណ៍ថាបើសិនជាខ្ញុំទិញលើសពីហ្នឹង100ឬមកក៏250អញ្ចឹងគឺវានឹងថ្លៃថោកជាងមុនតិចតួចតែវាខុសគ្នាតិចតួចទេអញ្ចឹងវីដេអូនេះគឺខ្ញុំនឹងឧទាហរណ៍អ្នកទាំងអស់គ្នាទិញ USDT ចំនួន$100នៅក្នុង app Binance តែបើអ្នកទាំងអស់គ្នាធ្វើជាក់ស្ដែងអ្នកទាំងអស់គ្នាទិញត្រឹម10រៀលក៏អាចយកគំរូតាមវីដេអូនេះបានដែរអូខេអញ្ចឹងខ្ញុំប្រើមើលអ្នកលក់ណាដែលគាត់លក់ចាប់ពី100ឡើងទៅសិនអូខេគាត់ម្នាក់នេះគឺគាត់លក់ចាប់ពី90រៀលឡើងទៅអញ្ចឹងយើងអាចទិញបានប៉ុន្តែខ្ញុំប្រើ AC ដែរហើយគាត់អត់មាន AC អញ្ចឹងគឺខ្ញុំទិញអត់កើតទេអូខេខ្ញុំមើលអ្នកលក់ណាដែលគាត់លក់ពី100ហើយគាត់ប្រើ AC ដូចគ្នាចាំបន្តិចអ្នកទាំងអស់គ្នាមកមើលសិនអូខេដល់អីទេឥឡូវខ្ញុំអាចទិញ$200តែម្ដងដោយសារខ្ញុំហៅមើលអត់មានតែបងម្នាក់នេះគាត់លក់$200ឡើងទៅហើយគាត់មាន AC ដែរដូចខ្ញុំអញ្ចឹងខ្ញុំចុចលើពាក្យ buy បន្តមកយើងទៅ save ចំនួនដែលយើងចង់ទិញ USDT អញ្ចឹងចំនួនកំណត់របស់គេគឺចាប់ពី200កាក់ឡើងទៅអញ្ចឹងខ្ញុំទៅ select 200អញ្ចឹង USDT ที่ខ្ញុំទទួលបានមកវិញចំនួន198.52សេនអញ្ចឹងចំពោះកន្លែងនេះយើងកុំភ្លេចបដូរមើលធនាគារដែលយើងចង់បាញ់លុយទៅផង AC Lila Bank ហើយបន្តមកទៀតចំពោះកន្លែងនេះបើសិនជាវាអូតូបើកខ្ញុំ recommend អ្នកទាំងអស់គ្នាបិទទៅព្រោះអីពេលដែលយើងទិញហើយកាក់វាចូលកន្លែង on ណាអញ្ចឹងយើងខ្ជិលទៅដោះវាញ៉ៃអញ្ចឹងយើងចុចបិទកន្លែងហ្នឹងហើយយើងចុចលើពាក្យ plus order អញ្ចឹងខ្ញុំចង់បញ្ជាក់មួយទៀតចំពោះ account ធនាគារនិង account Binance របស់អ្នកទាំងអស់គ្នាត្រូវតែឈ្មោះដូចគ្នាឧទាហរណ៍ខ្ញុំឈ្មោះ Am Sela អញ្ចឹង account ធនាគាររបស់ខ្ញុំត្រូវតែឈ្មោះអញ្ចឹងហើយ Binance របស់ខ្ញុំគឺត្រូវតែឈ្មោះអញ្ចឹងហើយអ្នកទាំងអស់គ្នាមិនបាច់ចាំភ័យទេបើសិនជា account Binance និងធនាគារពេលបង្កើតប្រើតែប័ណ្ណរបស់យើងតែមួយឈ្មោះវាដឹងទៅដូចគ្នាអូតូហើយអូខេអញ្ចឹងចូលមកដល់របៀបបាញ់លុយគឺអ្នកទាំងអស់គ្នានឹងឃើញនៅកន្លែងពាក្យ view QR code អញ្ចឹងយើងចុចលើសញ្ញាព្រួយនេះមកអញ្ចឹងគឺវានឹងបង្ហាញ QR code មួយហ្នឹងហើយអញ្ចឹងអាចធ្វើការចុច screenshot ក៏បានចុច share ក៏បានអូខេខ្ញុំ screenshot អញ្ចឹងយើងត្រូវយក QR code មួយហ្នឹងទៅ scan លុយគាត់ចំនួន$200ហើយបើសិនជាអ្នកនរគ្នាមានចម្ងល់អីយើងអាចឆាតសួរមួយអ្នកលក់បានយើងចុចឆាតកន្លែងនេះតែបើយើងអត់មានអីត្រូវឆ្ងល់ទេយើងអាចចូលទៅបាញ់លុយ direct យកតែម្ដងអូខេអញ្ចឹងខ្ញុំចូល app ACDA របស់ខ្ញុំអូខេអញ្ចឹងខ្ញុំធ្វើការចុចបាញ់លុយមកយើងអាចផ្ទៀងផ្ទាត់ឈ្មោះតាមឈ្មោះធនាគាររបស់គាត់បានអានេះគឺជាឈ្មោះធនាគាររបស់គាត់នេះយើងអាចផ្ទៀងផ្ទាត់មកអាហ្នឹងវាដឹងនៅត្រូវអូតូហើយអញ្ចឹងយើងចុចលើពាក្យបញ្ជាក់បន្ទាប់ពីយើងចុចបញ្ជាក់ហើយអ្នកនរគ្នា complete screenshot បកាយបាត់ផងណាហ្នឹងហើយ screenshot បកាយបាត់ហើយយើងចូលមក app Binance របស់យើងវិញយើងចុចកន្លែងពី upload payment ហើយបន្តមកគឺយើងត្រូវចុចសញ្ញាគ្លីកកន្លែងនេះហើយយើងចុចលើសញ្ញាបូកកន្លែងនេះដើម្បី upload រូបភាពរបស់យើងចូលហើយបន្តមកយើងចុចលើពាក្យ select image ហ្នឹងហើយយើងចុចលើពាក្យ reroll ទៅហើយបន្តមកយើងចុចលើពាក្យ transfer អាហ្នឹងគឺមានន័យថាយើង send បកាយបាត់ឲ្យអ្នកលក់អញ្ចឹងបន្ទាប់ពីអ្នកលក់គាត់ check ហើយប្រហែលជា1នាទី2នាទីអីគឺគាត់ drop USDT ឲ្យយើងហើយតាមពេលដែលគាត់ទនេលឿនទនេយឺតអីចឹងទៅអូខេអញ្ចឹងយើងអាចធ្វើការរងចាំគាត់បន្តិចសិនទៅហើយដូចខ្ញុំបញ្ជាក់ដែរអញ្ចឹងបើសិនជាអ្នកនរគ្នាទិញតិចត្រឹម10រៀល20រៀលទេក៏អាចយកវីដេអូនេះធ្វើជាគំរូបានដែរដោយបដូរកន្លែង amount ដូចខ្ញុំប្រាប់ខាងលើបើសិនជាអ្នកនរគ្នាអត់បដូរទេគឺរត់ងាយឃើញទេអូខេអញ្ចឹងគឺគាត់ចូលសៀននេះយើងរងចាំគាត់បន្តិច
អូខេឥឡូវគឺការទិញរបស់យើងគឺបានជោគជ័យហើយចំនួន198 USDT អញ្ចឹងយើងអាចចូលមក check មើលនៅក្នុង account របស់យើងបានអញ្ចឹងខ្ញុំចុចខ្វែងតមកយើង back ថយក្រោយយើងចុចថយក្រោយទាំងអស់មកដោយសារកន្លែង P2P នេះយើងធ្វើការងារឲ្យអស់ហើយយើងធ្វើការ reload page មួយអញ្ចឹងលុយរបស់យើងគឺឡើងដល់200 USDT ជាងដោយសារខ្ញុំមាន6 USDT ស្រាប់អញ្ចឹងយើងអាចចូលមក check មើលមកនេះកន្លែង funding របស់ខ្ញុំមិញមានតែខ្ទង់6រៀលទេឡើងដល់200ជាងហើយអញ្ចឹងរបៀបទិញគឺមានតែប៉ុណ្្នឹងទេងាយៗហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងពីរបៀបលក់វិញឥឡូវខ្ញុំត្រាត់ចំណេញត្រាត់អីហើយឥឡូវខ្ញុំចង់លក់វិញធ្វើម៉េចគឺយើងប្រើ P2P ដូចគ្នាហើយតាមពិតទៅវីដេអូ P2P ពីមុនក៏ខ្ញុំធ្លាប់ចេញមកម្ដងដែរប៉ុន្តែនេះខ្ញុំចង់ធ្វើម្ដងទៀតអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែបដូរពីកន្លែង buy ទៅជាកន្លែង sell វិញមកអត់មានអីពិបាកទេណាហើយយើងចង់ sell ប៉ុន្មានយើងអាច sell តាមហ្នឹងមកដូចម្នាក់នេះគាត់ទទួលទិញ USDT ចាប់ពី300 100ឡើងទៅអីចឹងទៅយើងអាចចុច sell ហើយយើងអាចធ្វើតាមហ្នឹងបានទីរួមទៅគឺវាអត់មានអីខុសគ្នាទេវាខុសគ្នាតែមួយយើងទិញមួយយើងលក់ទេតែប៉ុណ្្នឹងឯងហើយក៏ដូចជាចង់បញ្ជាក់ម្ដងទៀតដែរឈ្មោះធនាគារនិងឈ្មោះ account Binance គឺត្រូវតែដូចគ្នាបើសិនជាខុសគ្នាវានឹងមានបញ្ហាញញ៉ៃគាំងលុយគាំងអីចឹងខ្ញុំចង់បញ្ជាក់ត្រង់ចំណុចហ្នឹងយប់អញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេងាយៗ